នៅក្នុងរឿងសាមកុកឆ្នាំ2010មុនពេលស្លាប់ឆាវបានបញ្ជាឲ្យគេធ្វើភ្នូបញ្ឆោតចំនួន72គឺជាចំណុចដ៏ល្បីល្បាញបំផុតមួយក្នុងប្រវត្តិសាស្ត្រនិងអក្សរសិល្ប៍ចិនទាំងនេះគឺជាមូលហេតុចម្បងដែលនាំឲ្យមានរឿងនេះកើតឡើង 1. ការការពារការគាស់កាយភ្នូនៅសម័យនោះការគាស់កាយភ្នូដើម្បីប្លន់យកទ្រព្យសម្បត្តិគឺជាបញ្ហាចម្បងនៅក្នុងប្រវត្តិសាស្ត្រចិនឆាវខ្លួនឯងត្រូវបានគេដឹងថាធ្លាប់បានបង្កើតកងទ័ពពិសេសម្យ៉ាងហៅថាមន្ត្រីប៉ះមាសដើម្បីគាស់ភ្នូយកកំណប់មកគុតគង់ជួរកងទ័ពដោយសារគាត់ដឹងពីបច្ចេកទេសនិងគ្រោះថ្នាក់នេះច្បាស់ទើបគាត់បង្កើតភ្នូបញ្ឆោតជាច្រើនដើម្បីកុំឲ្យគេដឹងថាភ្នូពិតប្រាកដរបស់គាត់នៅឯណា 2. ការការពារការសងសឹកពីសត្រូវក្នុងមួយជីវិតរបស់ឆាវគាត់មានសត្រូវជាច្រើនឥតគណនានិងបានសម្លាប់មនុស្សជាច្រើនគាត់បារម្ភថានៅពេលដែលគាត់ស្លាប់ទៅសត្រូវឬកូនចៅរបស់សត្រូវដែលធ្លាប់ចាញ់សង្គ្រាមក្រោមដៃរបស់គាត់នឹងមកគាស់កាយសពឬបំផ្លាញភ្នូរបស់គាត់ដើម្បីសងសឹកការធ្វើភ្នូ72កន្លែងនៅតាមបណ្ដោយទន្លេចាងគឺជាយុទ្ធសាស្ត្របង្វែរដានយ៉ាងមានប្រសិទ្ធភាព 3. បុគ្គលិកលក្ខណៈសង្ស័យច្រើនតាមរយៈរឿងព្រេងនិងអក្សរសិល្ប៍ឆាវត្រូវបានគេពណ៌នាថាជាមនុស្សដែលមានចរិតសង្ស័យខ្ពស់និងឆ្លាតវៃហួសគេសូម្បីតែដង្ហើមចុងក្រោយក៏គាត់នៅតែប្រើល្បិចដើម្បីការពារខ្លួនឯងដែរ 4. ការពិតនៅក្នុងប្រវត្តិសាស្ត្រទោះបីជារឿងភ្នូទាំង72ល្បីខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែយោងតាមការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យាពិតប្រាកដកាលពីឆ្នាំ2009អ្នកបុរាណវិទ្យាបានរកឃើញភ្នូពិតប្រាកដរបស់ឆាវនៅភូមិសៀងគួរក្នុងខេត្តហឺណានប្រទេសចិនភ្នូនោះមានលក្ខណៈសាមញ្ញមិនសូវមានទ្រព្យសម្បត្តិហូរហៀទេដែលស្របតាមបណ្ដាំចុងក្រោយរបស់គាត់ថាចង់ឲ្យគេកប់ខ្លួនក្នុងលក្ខណៈសាមញ្ញរឿងនិទាន72ភ្នូអ្នកប្រវត្តិសាស្ត្រភាគច្រើនយល់ថារឿងភ្នូ72នេះគឺជាការប្រឌិតបន្ថែមក្នុងសម័យរាជវង្សសុងឬសម័យកាលក្រោយមកទៀតដើម្បីបង្កើនភាពអស្ចារ្យនិងអាចកំបាំងដល់តួអង្គឆាវតែប៉ុណ្ណោះ